ពី1800ឆ្នាំមុននៅប្រទេសចិនគឺជាសម័យកាលដ៏វឹកវរបំផុតដែលត្រូវបានគេស្គាល់ថាជាសម័យសាមកុកសង្គ្រាមនៅសម័យនោះបានអូសបន្លាយជិត100ឆ្នាំនៅពេលមុនសង្គ្រាមនគរមហាហានមានប្រជាជនចំនួន56លាននាក់ប៉ុន្តែនៅចុងសម័យសាមកុកបន្ទាប់ពីការធ្វើសង្គ្រាមជិត100ឆ្នាំប្រជាជននៅសល់ត្រឹមតែប្រហែល8លាននាក់តែប៉ុណ្ណោះបន្ទាប់ពីសង្គ្រាមសាមកុកត្រូវបានបញ្ចប់ហើយឈានចូលដល់ដើមសម័យកាលរាជវង្សជីនប្រជាជនចិនចាប់ដើមឡើងបន្តិចម្ដងមកវិញបាទមានចំនួនប្រហែលជា16លាននាក់មានមតិរួមមួយបានសួរថាតើពួកគេដែលខិតខំច្បាំងគ្នាអស់រយៈពេលជិត100ឆ្នាំនោះឥឡូវពួកគេទៅណាអស់ហើយពួកគេទទួលបានអ្វីខ្លះបាទខ្ញុំសូមចូលមកប្រធានបទតាក់ទងជាមួយនឹងកូនចៅចំនួនក្រោយរបស់ជូកលៀងបន្តទៀតបាទកាលពី700ឆ្នាំមុនមានកូនចៅចំនួនក្រោយរបស់ជូកលៀងម្នាក់បានដើរស្វែងរកទីតាំងដើម្បីសង់ភូមិមួយដោយឆ្លងកាត់បឹងបួព្រៃភ្នំដងអូជាច្រើនរាប់មិនអស់ទីបំផុតគាត់ក៏បានរកឃើញទីតាំងនៅកៅឡុងកាំងនេះទីតាំងនេះជាទីតាំងល្អឥតខ្ចោះភូមិនេះហ៊ុំព័ទ្ធដោយភ្នំតូចៗចំនួន8ដែលស្រដៀងទៅនឹងយ័ន្ត8ទិសនៅចំកណ្ដាលភូមិយើងឃើញមានការរៀបចំឲ្យមានរាងរូបដូចជាយឹងយ៉ាងដោយពាក់កណ្ដាលជាស្រះពាក់កណ្ដាលជាដីនៅក្នុងស្រះគឺមានអណ្ដូងតូចមួយនៅលើដីក៏មានអណ្ដូងតូចមួយដូចគ្នាហើយអណ្ដូងនោះតំណាងឲ្យភ្នែកយិននឹងយ៉ាងចេញពីចំណុចកណ្ដាលភូមិនេះមានផ្លូវចំនួន8ចេញទៅក្រៅភូមិផ្លូវនីមួយៗមានបែងចែកជាផ្លូវតូចៗជាច្រើនបន្តបន្ទាប់ហើយផ្លូវខ្លះជាផ្លូវតល់ឬគេហៅថាផ្លូវចាក់សោមើលទៅដូចជាផ្លូវតែមិនមែនជាផ្លូវបាននិយាយខ្លីភូមិនេះត្រូវបានកសាងឡើងដោយតាមក្បួនយន្ត8ទិសរបស់ដូនតាដែលជាជូកលៀងដូចនេះសម្រាប់អ្នកនៅក្រៅភូមិឬចៅដែលចូលទៅក្នុងភូមិនេះនឹងជាប់គាំងរោគច្រកចេញមិនរួចឡើយជាភូមិដែលហ៊ុំព័ទ្ធដោយភ្នំនិងការពារដោយទឹកគួររំលឹកថាក្បួនយន្ត8ទិសនេះបង្ហាញពីធម្មជាតិនៃការពិតដែលរួមមានកម្លាំងផ្ទុយគ្នាតែជួយពង្រឹងគ្នាទៅវិញទៅមកកាលសម័យជប៉ុនឈ្លានពានចិនមានការប្រយុទ្ធគ្នារវាងកងកម្លាំងពីរក្រុមរយៈពេល2-3ថ្ងៃជាប់គ្នាភូមិចិត្តត្រូវរងការខូចខាតស្ទើរទាំងស្រុងដោយឡែកភូមិជូកប៉ាគួននេះមិនមានការវាយប្រហារឬរងការខូចខាតឡើយបន្ទាប់ពីមានការប្រជុំគ្នាបានធូរស្រាលទាហានជប៉ុនប្រមាណអ្នកបានដើរមកឃើញភូមិនេះហើយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនិយាយថាមិនដឹងសោះមានភូមិដ៏ធំមួយនៅទីនេះវាហាក់ដូចជាមានអ្វីជួយលាក់បាំងមិនឲ្យគេមើលឃើញភូមិមួយនេះក្រោយមកបើទោះបីជាមានទាហានជប៉ុនស្គាល់ទីតាំងភូមិនេះក៏ដោយក៏មិនមានទាហានជប៉ុនមួយណាហ៊ានចូលទៀតដែរដោយសារតែធ្លាប់មានជប៉ុនប្រមាណអ្នកដែលចូលទៅក្នុងភូមិនេះហើយត្រូវបានជាប់គាំងរកកន្លែងចេញមិនឃើញ